មកនេះខ្ញុំជឿមកបងប្អូនថាអត់សូវមានអ្នក review នោះទេហើយបើសិនជាចង់ញ៉ាំក៏អាចរកហើយចឹងថ្ងៃនេះខ្ញុំមកសាកញ៉ាំទងតកនៅ Ben ចាស់ទាំងអស់គ្នាក្រៅពីលំហូបដែលមានតម្លៃសមរម្យរសជាតិឈ្ងុយឆ្ងាញ់យើងក៏លេចមកមើលថ្ងៃរៀបលេចល្ងាចឡើងនៅនឹងវិញបងប្អូនអាចមើលតាមវីដេអូនេះបានគឺពិតជាស្អាតមែនទេឥឡូវយើងចូលមកដល់ទងតករបស់យើងវិញខ្ញុំសូមសួរអ្នកទាំងអស់គ្នាមួយណាគេនៅពេលដែលឮថាទងតកហ្នឹងគិតថាណានឹងវាគឺជាទងឆៅមានណាទៀតបងប្អូនហ្នឹងហើយគឺខ្ញុំអ្នកដែលញ៉ាំនេះគឺគិតថាវាទងឆៅតាឆ្ងាញ់មែនដល់ខ្ញុំញ៉ាំអាហ្នឹងខ្ញុំធ្លាប់តែឃើញគេញ៉ាំតាមវីដេអូខ្ញុំពិតជាចង់ញ៉ាំតែដឹងតែញ៉ាំនៅណាចឹងនេះនៅ Ben ចាស់គេមានទងតកដល់ហើយខ្ញុំនិយាយលេងឮថាទងតកនេះស្មើតែទងឆៅតែទងនេះគេស្រស់ប្រហែល70 80% ដែរចឹងញ៉ាំទៅអត់ឆ្អាបអត់អីណោះខ្ញុំឆ្ងាញ់បាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចង់ញ៉ាំទងតកណាក៏ដូចជាម្ហូបរាប់រយមុខជាមួយនឹងតម្លៃសមរម្យរសជាតិឈ្ងុយឆ្ងាញ់អាចមកញ៉ាំផ្ទាល់នៅ Ben ចាស់បានដែលមានទីតាំងស្ថិតនៅជិតទូរទស្សន៍ប៉ុស្តិ៍បាយ័នបឹងស្នោយើងនេះឯងគុំច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតបាយបាយ